ngày ní nhom miền relay muối dọc một mà hàng bồn relay ní chia relay timer ní chia relay cầm nọtระยะពេលបានន័យថា relay នេះមាន60 second 60 second នេះគឺជារយៈពេលដែលត្រូវបិទបើកបានន័យថា1នាទី60 second 1នាទីយើងចង់ដាក់ម៉ោង10 second ឬក៏20 second ដើម្បីបិទបើក10វិនាទី20វិនាទីដើម្បីបិទបើកអំពូលឬបិទបើកអ្វីផ្សេងគឺយើងប្រើ relay តែ relay timer នេះជា relay 12 volt អាគុយ DC អញ្ចឹងយើងមានrelay នេះគ្រាន់យកមកបង្ហាញបងប្អូនឲ្យស្គាល់ថា relay timer នេះជា relay timer ដោយanalog បានន័យថាយើងបវល់វាបជាវា analog មិនមែនជាពួក digital វាជាប្រព័ន្ធមួយនៅក្នុង chip នៅក្នុង IC អញ្ចឹងដូចជាម៉ាស៊ីនត្រជាក់អីវាបិទបើកតាមតេឡេកំងឲ្យបិទឲ្យបើកបជាបិទតាមតេឡេកំងហ្នឹងបានន័យថាវានៅក្នុង IC តែនេះ analog បានន័យថាយើងបិទយើងបើកហ្នឹងយើងដាក់នាទីវាឧទាហរណ៍ថាដាក់20វិនាទីយើងសេរី20វិនាទីដាក់ទៅវានឹងបើក20វិនាទីអញ្ចឹងទៅអញ្ចឹងគេហៅrelay analog អញ្ចឹងគ្រាន់តែយកមកជម្រាបបងប្អូនឬក៏បង្ហាញបងប្អូនថានេះជា relay timer ហើយនេះជា diagram របស់វា diagram relay timer នេះគឺភ្លើងចូល diagram ទូទៅរបស់វានេះគឺភ្លើងចូលលេខ2ហើយនិងលេខ7អញ្ចឹងលេខ2ចូលលេខ2ហើយចូលលេខ7ចូលលេខ2ចូលលេខ7អញ្ចឹងជា diagram ទូទៅអញ្ចឹងនៅក្នុង relay timer នេះវាមានជើងវាអញ្ចឹងយើងចាប់ទៅណាលេខ2ណាលេខ7អញ្ចឹងយើងមើលឃើញលេខ7លេខ2អញ្ចឹងខាងអានេះចាប់ខាងលេខ2ហើយលេខ7ភ្លើងចូលអញ្ចឹងតាម diagram របស់វានេះជា diagram របស់វាហ្នឹង diagram របស់វាហ្នឹងដូចអា diagram នៅលើនេះដែរពួកខ្ញុំគូចេញពីនេះ diagram នៅក្នុងជាប់ប្រអប់នេះអញ្ចឹងថ្ងៃនេះគ្រាន់តែបង្ហាញបងប្អូនពីrelay timer analog បានន័យថាយើងបញ្ជាដោយមូលដៃ analog នោះមិនមែនជា digital ទេ digital វាបញ្ជាដោយ remote ជាដោយអីចឹងទៅអញ្ចឹង timer អញ្ចឹង relay timer ហ្នឹងវាភ្លើងចូលនេះលេខ2លេខ7អញ្ចឹងនៅពេលដែលលេខ2លេខ7អញ្ចឹងកុងតាក់ភ្ជាប់វាបានន័យថានេះលេខ8លេខ5លេខ8ទៅលេខ5កុងតាក់ភ្ជាប់នៅក្នុង relay ហ្នឹងលេខ8ទៅលេខ5អញ្ចឹងបានគេដាក់នេះកុងតាក់ភ្ជាប់វា normal close ឃើញទេ normal close open NO ហ្នឹងបានន័យ open NO បានន័យថា normal open នេះ normal open
normal close normal close NC close NC ចឹងយើងមើលតាមនឹងចឹងក្នុង relay នឹងចែកចេញជាខណ្ឌវា1 4 8 5យើងចែកចេញជាជើងវាហ្នឹងស្លាបកុងតាក់8 5នេះស្លាបកុងតាក់វាបិទនិងបើក1 4នេះស្លាបកុងតាក់វាបានន័យថា NO នេះគឺស្លាបកុងតាក់វាចឹងស្លាបកុងតាក់បើយើងមើលដៃធ្វើដៃយើងស្លាបកុងតាក់វានៅដូចដៃយើងចឹង open បានន័យថា open គឺបើកចំហអត់ជាប់ទេដល់ close បិទបានន័យថាស្លាបវាជាប់ចឹង close បិទបានន័យថាស្លាបវាជាប់ដូចយើងបិទទ្វារផ្ទះចឹងណាពេលឲ្យបិទទ្វារផ្ទះបានន័យថាclose បិទទៅវាចិត្តចឹងដល់ open បានន័យថាបើកចំហចេះចឹងអា NC នេះគឺ close បានន័យថាបិទដូចដៃយើងចឹងមកជាប់គ្នាចឹងហៅថាបិទដល់ close open បានន័យថាចំហចេះអត់មានជាប់ទេចឹងពេលដែលភាសាបច្ចេកទេសថា close បានន័យថាបិទទៅកុងតាក់វាជាប់គ្នាបានន័យថាភ្លើងពូលចឹងភាសាបច្ចេកទេសថា close នោះគឺបិទទៅបានន័យថាកុងតាក់ជាប់ទៅបានន័យអំពូលភ្លឺចឹងប្រើពាក្យផ្ទុយបិទទៅជាកុងតាក់ជាប់ទៅជាភ្លើងអំពូលបានន័យថាបើកអំពូលឲ្យភ្លឺដល់ open បានន័យថាបើកកុងតាក់វាអត់ជាប់ទៅជាបិទអំពូលឲ្យល្ងឹតហ្នឹងភាសាបច្ចេកទេសចឹងនៅក្នុងហ្នឹងវាមាន NC នេះ close NO នេះ open normal open និង normal close ចឹងអានឹងភាសាបច្ចេកទេសហើយថ្ងៃនេះសូមសំណូមពរមេមួយសំណូមពរមេយ៉ាងម៉េចគឺថាសំណូមពរមេចេះភាសាបច្ចេកទេសគេហៅ relay នេះគឺ relay អញ្ចឹងសូមឲ្យមេទាំងអស់គ្នានឹងជួយហៅថា relay ហើយកុំឲ្យហៅអាលៀព្រោះអាលៀនៅក្នុងភាសាបច្ចេកទេសវាអត់មានទេវាអត់មានសរសេរពាក្យអាលៀទេមានតែ relay អញ្ចឹងសំណូមពរមេជួយហៅថា relay កុំឲ្យហៅអាលៀហ្នឹងពេលដែលមេបង្រៀនកូនសិស្សថាអានឹងអាលៀថ្ងៃក្រោយកូនសិស្សមេចេះទៅបង្រៀនកូនសិស្សដទៃទៀតអាលៀទៀតអញ្ចឹងតចំនួនរហូតគឺអាលៀអាពាក្យ relay ដែលជាភាសាបច្ចេកទេសមេអត់បង្រៀនទៅបង្រៀនអាលៀរហូតអាលៀកូនសិស្សមេក្រោយមកគឺអាលៀទៀតអាលៀរហូតមិនហៅ relay ទេហៅអាលៀទៀតណាអញ្ចឹងគ្រាន់តែឲ្យមេជួយកែពាក្យហ្នឹងហៅថា relay វិញកុំឲ្យហៅអាលៀហ្នឹងភាសាបច្ចេកទេសវាអត់មានអញ្ចឹងអរគុណមេទុកជាមុនជួយកែពាក្យហ្នឹងផងកាលណាយើងបង្រៀនអ្វីមួយខុសថ្ងៃក្រោយកូនសិស្សដែលចេះអាពាក្យខុសនឹងយកទៅបង្រៀនទៀតខុសដដែលអញ្ចឹងសូមមេជួយពាក្យនឹងផងហើយសូមអរគុណទុកជាមុនទៅចំពោះមេហើយ relay នេះខ្ញុំអត់ទាន់បានតទេនៅសប្តាហ៍ក្រោយខ្ញុំនឹងរៀបចំតឲ្យបងប្អូនមើល
សម្រាប់មីដែលចេះហើយក៏មិនបាច់មើលទៅសម្រាប់ដែលបងប្អូនចង់ចេះអត់ទាន់ចេះអាហ្នឹងបងមើលចោះតែសម្រាប់បងប្អូនចេះហើយមិនបាច់មើលទេនឹងមីចេះហើយក៏មិនបាច់មើលដែរនាំខាតពេលអញ្ចឹងអរគុណទុកជាមុនសម្រាប់ការយកចិត្តទុកដាក់អឺអឺការចែករំលែកបន្តិចបន្តួចចំពោះបងប្អូនសូមអរគុណសូមជម្រាបលា